ជំរាបសួរបងប្អូនទាំងគ្នាចាអរគុណព្រះសម្រាប់ពេលវេលាដែលអ្នកគ្រូបងប្អូនទាំងគ្នាបានជួបគ្នាសាជាថ្មីផងដែរចាអញ្ចឹងចូលនឹងបងប្អូនទាំងគ្នាចាឥឡូវយើងរៀនគណិតវិទ្យាថ្នាក់ទី6ហើយមេរៀនដែលអ្នកគ្រូយកមកបញ្យល់បងប្អូនទាំងគ្នាថ្ងៃនេះគឺតកតងជាមួយនឹងចាតកតងជាមួយនឹងចំណោទចាអញ្ចឹងអ្នកគ្រូសូមអានប្រធានជូនដល់អ្នកគ្នាមានសំលក់ក្រណាត់លើកទី1អស់ប្រវែង1លើ8ម៉ែត្រនិងលើកទី2អស់4លើ6ម៉ែត្រតើមានសំលក់ក្រណាត់ទាំងពីរលើកអស់ប៉ុន្មានម៉ែត្រចាអ្នកគ្រូអានម្ដងទៀតមានសំលក់ក្រណាត់លើកទី1អស់ប្រវែង6លើ8ម៉ែត្រនិងលើកទី2អស់4លើ6ម៉ែត្រតើមានសំលក់ក្រណាត់ទាំងពីរលើកអស់ប៉ុន្មានម៉ែត្រចាអស់ប៉ុន្មានម៉ែត្រចាអញ្ចឹងអ្នកគ្រូក៏មានជាប្រមាណវិធីនៅរបៀបឆ្លើយក្នុងការដែលបញ្យល់ដល់អ្នកតកតងជាមួយនឹងការធ្វើចំណោទនេះផងដែរចាអញ្ចឹងដើម្បីដឹងថាតើមានសំលក់ក្រណាត់លើកទី1និងលើកទី2អស់ប៉ុន្មានម៉ែត្រគឺយើងត្រូវធ្វើប្រមាណវិធីគេទាំងអស់គ្នាចាគឺយើងត្រូវធ្វើប្រមាណវិធីបូកដើម្បីដឹងថាក្រណាត់លក់ក្រណាត់លើកទី1និងក្រណាត់លើកទី2ក៏លក់អស់ប៉ុន្មានម៉ែត្រចាអញ្ចឹងអ្នកគ្រូមានជារបៀបឆ្លើយចារបៀបឆ្លើយរបស់អ្នកគ្រូរកក្រណាត់ដែលមានសំលក់ទាំងពីរលើកចាហើយយើងយកភាគទី1បូកជាមួយនឹងភាគទី2ចា6លើ8បូកជាមួយនឹង4លើ6ចាដោយសារតែប្រភេទនេះគឺយើងបូកអត់បានទេដោយសារតែវាមានភាគបែកខុសគ្នាអញ្ចឹងយើងត្រូវការតម្រូវវាសិនចាអញ្ចឹងចូលមកប្រមាណវិធីរបស់អ្នកគ្រូចាអញ្ចឹងយើងមកមើលភាគទាំងពីរនេះដោយសារយើងតម្រូវតែភាគបែកអញ្ចឹងភាគទី1របស់យើងភាគបែកគឺ8ប្រភេទទី2ភាគបែកគឺ6ចាអញ្ចឹងយើងតម្រូវតែប្រភេទទី1សិនមក8ចា8យើងចែកតាមកតាបឋមគឺបាន2ចា2ចែកនឹង8ចែកនឹង2បាន4 4ចែក2បាន2 2ចែក2បាន1អញ្ចឹងផលគុណតាបឋមនៃលេខ8គឺមាន2គុណនឹង2គុណនឹង2ចាអញ្ចឹង6ម្ដងគឺយើងចែកបាន2 6ចែក2បាន3 3ចែក3បាន1ចាអញ្ចឹងផលគុណតានៃលេខ6គឺ2គុណនឹង3ចាអញ្ចឹងយើងគុណបញ្ចូលគ្នាមកគឺស្មើនឹងប្រមាណចា2គុណនឹង2ស្មើនឹង4ចា4 2ដង8 8 3ដង20 24អញ្ចឹងប្រភេទនៃលេខ2ហ្នឹងគឺភាគបែករួមរបស់វាគឺ24ចាគឺ24អញ្ចឹងយើងចាប់ផ្ដើមមើលប្រភេទទាំងពីរហ្នឹងធ្វើម៉េចឲ្យស្មើនឹង24ដែរចាអញ្ចឹងគឺយើងដាក់ប្រភេទទី1មកគឺ6លើ8ចាអញ្ចឹង6លើ8គឺយើងមើលភាគបែកសិនចាភាគបែករបស់យើងធ្វើម៉េចឲ្យស្មើ24គឺយើងយក8គុណនឹង3ស្មើ24អាខុសគុណប៉ុន្មានអាលេខគុណប៉ុណ្ណឹងគ្នាដែរអញ្ចឹង6គុណ3 18 8គុណ3ស្មើ24ចាហើយប្រភេទទី2របស់យើង6នេះធ្វើម៉េចឲ្យស្មើនឹង24ដែរអញ្ចឹង6នេះគុណនឹង4ស្មើនឹង24អាខុសគុណប៉ុន្មានអាលើគុណប៉ុណ្ណឹងដូចគ្នាដែរអញ្ចឹង4គុណនឹង4អញ្ចឹង4 4ដងចា16 6 4ដង24ចាបន្ទាប់ពីយើងឃើញថាប្រភេទរបស់យើងគឺឃើញមានភាគបែកដូចគ្នាហើយគឺ24មែនទេចាប្រភេទទី1របស់យើង18លើ24ប្រភេទទី2របស់យើងគឺ16លើ24ចាបន្ទាប់ពីឃើញប៉ុណ្ណឹងហើយយើងចាប់ផ្ដើមបូកបានហើយដោយសារតែវាមានភាគបែកដូចគ្នាហើយចាអញ្ចឹងយើងដាក់ប្រភេទរបស់យើងអាចាស់របស់យើងមកសាថ្មីមកចា6លើ8បូក4លើ6ចាស្មើឲ្យប្រភេទថ្មីរបស់យើង18លើ24បូកនឹង16លើ24ចាអញ្ចឹងយើងបូកបញ្ចូលគ្នាមកគឺស្មើ34លើ24ចាឥឡូវយកមើលលេខនេះថាតើយើងអាចសម្រួលបានអត់ចាមកមើលមួយអ្នកគ្រូចាអញ្ចឹងលេខនេះគឺយើងអត់អាចសម្រួលបានទេចាអញ្ចឹងបើសិនជាសម្រួលអត់បានគឺយើងត្រូវបដូរវាជាចំនួនចម្រុះចាបដូរវាទៅជាចំនួនចម្រុះដោយយក34ចែកជាមួយនឹង24ចាយើងយក34ចាចែកជាមួយនឹង20ចាចឹងបានម្ដងអត់គ្នាចាយើងដាក់បានម្ដងចាអញ្ចឹង1 4ដង4 2ចាអញ្ចឹងដកមកបាន0នេះបាន1ចាអញ្ចឹងចម្លើយរបស់យើងគឺឃើញ1 10លើ20ចា24ចាអញ្ចឹងយើងរកឃើញចម្លើយរបស់មានសំលក់ខណៈពីលើគឺបាន1 10លើ24ចាអញ្ចឹងយើងឆ្លើយថាក្រណាត់ដែលមានសំលក់ទាំងពីរលើគឺបាន